តើការទិញលក់មាសខាងក្រៅនិងការទិញលក់មាសនៅក្នុងទីផ្សារ Forex មានលក្ខណៈខុសគ្នាដូចម្តេចខ្លះការទិញលក់មាសខាងក្រៅយើងត្រូវចំណាយពេលទៅខាងក្រៅនិងត្រូវមានដើមទុនធំដើម្បីទិញមាសបានផ្ទាល់ប៉ុន្តែការទិញលក់មាសនៅក្នុងទីផ្សារ Forex មានលក្ខណៈខុសគ្នាពីខាងក្រៅដូចជាចំណុចទី1នៅក្នុងទីផ្សារ Forex យើងអាចធ្វើការទិញលក់ដោយខ្លួនឯងផ្ទាល់បានដោយមានតែទូរស័ព្ទជាមួយនឹងអ៊ីនធឺណិតគឺយើងធ្វើការទិញលក់ដោយខ្លួនឯងនៅកន្លែងណាក៏បានចំណុចទី2ភាពងាយស្រួលទីផ្សារ Forex ដំណើរការ24ម៉ោងយើងធ្វើការទិញក៏បានលក់ក៏បានដោយមិនចំណាយពេលយូរហើយអាចរកផលចំណេញបានលឿនដោយយើងគ្រាន់តែសិក្សាពីទីផ្សារមួយនេះបន្ថែមឧទាហរណ៍បើយើងទិញមាសនៅក្នុងតម្លៃ3734ក្នុងការ order $10 មាសកើនឡើងទៅលើ10តម្លៃគឺតម្លៃ3743គឺយើងអាចចំណេញទៅដល់$100ភ្លាមៗហើយបើយើងធ្វើការលក់មាសនៅក្នុងតម្លៃ3743ក្នុងតម្លៃ order $20ហើយមាសធ្លាក់10តម្លៃមកត្រឹម3734គឺយើងចំណេញ$200ភ្លាមៗនេះមានន័យថាទីផ្សារ Forex គឺយើងអាចទិញក៏ចំណេញលក់ក៏ចំណេញហើយផលចំណេញច្រើនឬតិចគឺអាស្រ័យលើទំហំនៃការចូលទីផ្សាររបស់យើងបញ្ជាក់ការទិញមាសខាងក្រៅគឺបានមាសផ្ទាល់ប៉ុន្តែការទិញលក់មាសនៅក្នុងទីផ្សារ Forex គឺយើងទទួលបានទឹកប្រាក់ទៅវិញតើធ្វើដូចម្តេចទើបអាចទិញលក់មាសតាមបែប digital បាននិងមានភាពងាយស្រួលបើចង់ដឹងពីព័ត៌មានបន្ថែមជាមួយនឹងការទិញលក់ហាងឆេងមាសដែលត្រឹមត្រូវអាចទាក់ទងមកខ្ញុំបានដែលមានលេខ Telegram នៅក្នុង comment